ខ្ញុំទទួលបានសំណួរមួយ Hurley គឺជាស្ដេចជ្រែករាជដោយបានសម្លាប់ស្ដេចដែលជាបងប្អូនជីដូនមួយរបស់ខ្លួនឯងហើយឡើងគ្រងរាជ្យហេតុអ្វីបានជាស៊ុនអ៊ូដែលជាម្ចាស់ក្បួនសឹកស៊ុនជឺដ៏អស្ចារ្យបែរជាព្រមបម្រើស្ដេចជ្រែករាជបែបនេះមែនទែនទៅសម្រាប់ខ្ញុំគិតថាសំណួរនេះគឺមិនពិបាកយល់ទេដោយសារតែស៊ុនអ៊ូគឺជាអ្នកសរសេរក្បួនសឹកហើយចង់បង្កើតស្នាដៃតាមរយៈក្បួនសឹករបស់លោកដូច្នេះមិនខ្វល់ថាស្ដេចនោះជាអ្នកណាស្ដេចនោះបែបណាទេគឺអ្វីដែលសំខាន់គឺគាត់មានឱកាសបញ្ចេញស្នាដៃមានឱកាសបង្ហាញក្បួនសឹករបស់គាត់ដើម្បីសាងប្រវត្តិសាស្ត្រឥឡូវយើងមកស្ដាប់ការវិភាគលម្អិតវិញម្ដងចំណុចទី1ការស្វែងរកម្ចាស់ដែលស្គាល់តម្លៃស៊ុនអ៊ូគឺជាអ្នកប្រាជ្ញសឹកដែលរស់នៅលាក់ខ្លួនលោកមានមហិច្ឆតាចង់យកចំណេះដឹងផ្នែកសឹកសង្គ្រាមរបស់លោកមកប្រើដើម្បីបញ្ចប់សង្គ្រាមនិងនាំមកនូវសន្តិភាពនៅពេលនោះមានតែស្ដេច Hurley ទេដែលមានចក្ខុវិស័យវែងឆ្ងាយនិងហ៊ានផ្ដល់អំណាចពេញលេញឲ្យស៊ុនអ៊ូបញ្ជាទ័ពដោយគ្មានការរារាំងសូម្បីតែការសម្លាប់ស្រីស្នំដែលល្មើសវិន័យកងទ័ពទី2តួនាទីរបស់អគ្គមហាសេនាធិការអ៊ូជឺស៊ីគឺជាអ្នកណែនាំស៊ុនអ៊ូឲ្យស្គាល់ស្ដេច Hurley អ៊ូជឺស៊ីមានគំនុំឈាមជាមួយនគរឈូហើយលោកបានបញ្ចុះបញ្ចូលស៊ុនអ៊ូថាបើចង់បង្ហាញសមត្ថភាពនិងចង់សាងស្នាដៃកម្រិតពិភពលោកមានតែការរួមកម្លាំងជាមួយស្ដេច Hurley ប៉ុណ្ណោះទើបអាចសម្រេចបំណងបាន3ទស្សនវិជ្ជានយោបាយនិងអំណាចក្នុងសម័យនោះគឺសម័យឈុនឆាវការផ្លាស់ប្ដូរអំណាចតាមរយៈការធ្វើរដ្ឋប្រហារឬការជ្រែករាជ្យជារឿងដែលកើតឡើងញឹកញាប់សម្រាប់ស៊ុនអ៊ូលោកប្រហែលជាមើលឃើញថាសមត្ថភាពសំខាន់ជាងប្រភពអំណាចទោះបី Hurley ជ្រែករាជ្យប៉ុន្តែទ្រង់ក៏ជាអ្នកដឹកនាំមានសមត្ថភាពអាចធ្វើឲ្យនគរខ្លាំងក្លានិងប្រជារាស្ត្រសុខសាន្តជាងស្ដេចមុនឱកាសមាសស៊ុនអ៊ូត្រូវបានតែងតាំងនៅវេទិកាដើម្បីសរសេរនិងអនុវត្តក្បួនសឹកស៊ុនអ៊ូឲ្យក្លាយជាការពិត4ការសន្យានិងសេចក្តីទុកចិត្តស្ដេច Hurley បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះស៊ុនអ៊ូនៅពេលដែលស៊ុនអ៊ូសាកល្បងវិន័យកងទ័ពដោយសម្លាប់ស្រីស្នំជាទីស្រឡាញ់របស់ស្ដេច Hurley ទប់ព្រះតីមិនខឹងហើយថែមទាំងតែងតាំងស៊ុនអ៊ូជាមេទ័ពធំទៀតផងសេចក្តីទុកចិត្តកម្រិតនេះហើយដែលធ្វើឲ្យស៊ុនអ៊ូសុខចិត្តបម្រើទ្រង់ដោយស្មោះស្ម័គ្រសង្ខេបមកវិញស៊ុនអ៊ូបម្រើស្ដេច Hurley មិនមែនដោយសារតែការគាំទ្រការជ្រែករាជ្យនោះទេប៉ុន្តែដោយសារ Hurley គឺជាស្ដេចដែលចេះប្រើមនុស្សនិងជាអ្នកផ្ដល់ឱកាសឲ្យស៊ុនអ៊ូបានបង្ហាញពិភពលោកនៅកំពូលក្បួនសឹករបស់លោកជាក់ស្ដែងមកដល់ពេលបច្ចុប្បន្នក្បួនសឹកស៊ុនជឺទាំង13ចំណុចដែលបានចងក្រងជាសៀវភៅមួយក្បាលដែលឲ្យចំណងជើងថា The Art of War ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោករហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ